ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះខ្ញុំធ្វើការមកដំឡើងនៅ server អញ្ចឹងឥឡូវយើងចុចពាក្យ new មកយើងធ្វើការដាក់ឈ្មោះនៅ server របស់យើងអូខេអញ្ចឹងយើងធ្វើការជ្រើសរើស folder នៅក្នុងត្រៃដែលយើងចង់បានអូខេឥឡូវខ្ញុំធ្វើការកើតserver យើងបន្ទុះមួយអូខេអញ្ចឹងយើងចុច next កន្លែងនេះគឺគេតម្រូវឲ្យយើងជ្រើសរើស memory size អញ្ចឹងសម្រាប់ memory size ខ្ញុំយក 4G ស្មើនឹង 4000 មេអូខេអញ្ចឹងកន្លែងនេះយើងធ្វើការយក default របស់app សម្រាប់កន្លែងនេះគឺ file size location របស់យើងដែលយើងបង្កើតមិញហើយកន្លែងនេះយើងយក 20G មកហើយយើង create នៅពេលដែល create វានឹងចេញ interface បែបហ្នឹងអញ្ចឹងបន្ទាប់មកយើងចុច start វានឹង load មក load ហើយវានឹងឲ្យជ្រើសរើសយើងឲ្យយើងជ្រើសរើសនៅ iOS file ISO file របស់ server អញ្ចឹងកន្លែងនេះខ្ញុំបានជ្រើសរើសរួចហើយអញ្ចឹងខ្ញុំធ្វើការ start ចឹងបន្ទាប់មកកន្លែងនេះគឺជា script ចឹងខ្ញុំយកពាក្យ try or install ubuntu server អូខេចឹងវាធ្វើការ install ឬក៏ run នៅ package របស់វាអញ្ចឹងកន្លែងនេះយើងធ្វើការយកអង់គ្លេសយើងពីរនេះគឺជាភាសាអង់គ្លេសដូចគ្នាជុំអង់គ្លេសដូចគ្នាយកពាក្យ done កន្លែងនេះយើងធ្វើការជ្រើសរើសយក ubuntu server អូខេរួចរាល់ហើយកន្លែងនេះយើងយក default របស់វាយើងចុច done ដែរ proxy នេះដោយសារយើងអត់មានអញ្ចឹងយើងចុច done មកអញ្ចឹងចាំឲ្យវាដំណើរការបន្តិចអូខេអញ្ចឹងរួចរាល់យើងចុចពាក្យ done ហើយ continue សម្រាប់កន្លែងនេះយើងធ្វើការដោះ tick កន្លែង set up this as LVM group យើងដោះ tick កន្លែងហ្នឹងមួយធ្វើការចុច space ហើយយើង done កន្លែងនេះកន្លែងhard disk របស់យើងដែលយើងជ្រើសរើសមុនហ្នឹងយើងចូលពាក្យ continue អូខេអញ្ចឹងដល់កន្លែងដែលយើងបញ្ចូលនៅឈ្មោះរបស់យើងអូខេ server name របស់យើងអូខេនេះ username ហើយនិង password អូខេបន្ទាប់ពីហើយយើងចុច done មកហើយកន្លែងនេះយើង skip now ដែរចុច continue សម្រាប់កន្លែងនេះយើងធ្វើការ tick ទៅលើ install open SSH server អូខេហើយយើងចុចពាក្យ done អូខេអញ្ចឹងយើងរងចាំនៅការ install របស់ server
អូខេអញ្ចឹងបន្ទាប់ពីរួចរាល់គេឲ្យយើង reboot អញ្ចឹងយើងធ្វើការ reboot អញ្ចឹងវានឹង reboot អូខេសម្រាប់ file កន្លែងនេះគឺយើងគ្រាន់ចុច enter ដើម្បីផាសវាយើងទៅបន្តទៀតអូខេអញ្ចឹងវានៅពេលដែលយើង reboot ហើយវានឹងទាមទារយើង login អញ្ចឹងយើង login ជាមួយនឹង username ដែលយើងបានបង្កើតមិញហើយនិង password ដែលយើងបានបង្កើតមិញដូចគ្នាអូខេអញ្ចឹងវានឹងចូលអញ្ចឹងសម្រាប់កន្លែងនេះយើងមានការវាយ comment តិចតួចអញ្ចឹងសម្រាប់ comment ទី1គឺអូខេកន្លែង com នេះមិញហ្នឹងគឺគេទាមទារ password username របស់យើងអញ្ចឹងឥឡូវយើងធ្វើការវាយទៅលើ comment ទី2អូខេចាំបន្តិចអូខេអញ្ចឹងឥឡូវយើងធ្វើការបញ្ចូលនៅ comment បន្ទាប់ទៀតធ្វើការ update ទៅលើ server របស់យើង upgrade ទៅលើ server អូខេអញ្ចឹងវានឹងធ្វើការ upgrade ឬក៏ down package អូខេអញ្ចឹងកន្លែងនេះខ្ញុំធ្វើការ search រក username របស់យើងអូខេអញ្ចឹង username យើងត្រូវហើយមួយទៀត pwp page របស់យើង folder ដែលយើងនៅ home អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអឹង J David មកពីក្រុម SU10 អញ្ចឹងថ្ងៃនេះយើងធ្វើការrun ទៅលើ basic command របស់ Ubuntu server អញ្ចឹងbasic command ហ្នឹងគឺវាមានច្រើនសម្រាប់ឲ្យយើងចូលទៅក្នុងហ្នឹងហើយវារកនៅ data របស់យើងអញ្ចឹងនេះគឺជា Ubuntu server ដែលខ្ញុំបានបង្កើតពីកាលមុនអញ្ចឹងឥឡូវយើងធ្វើការ run នៅលើ server យើងទាំងអស់គ្នានៅលើ Visual Box របស់យើងអូខេអញ្ចឹងយើងធ្វើការ start ឥឡូវវាកំពុងតែ run អញ្ចឹងចូលមកដល់កន្លែងនេះសម្រាប់វគ្គមុនដែលយើងបានបង្កើត Ubuntu server ជោគជ័យគឺមកដល់កន្លែងហ្នឹងពេលដែលយើង start ម្ដងទៀតនៅពេលដែលយើង reboot ហើយគឺវានឹងឲ្យយើង login នៅ user ដែលយើងបានបង្កើតអូខេអញ្ចឹងឥឡូវយើងធ្វើការ login user របស់ខ្ញុំជាមួយនឹង password ដែលយើងបានបង្កើតដូចគ្នាអូខេអញ្ចឹងចូលមកដល់ហើយអញ្ចឹងសម្រាប់
comment ដែលខ្ញុំ run ដំបូងគឺ pwd ហ្នឹងអាហ្នឹងគឺ show directory current របស់យើងដែលយើងកំពុងប្រើអូខេអញ្ចឹងមាន home ហើយ David អូខេអញ្ចឹង who am I មួយទៀតអូខេនេះគឺជា user របស់ខ្ញុំ វា show នៅ user ដែលយើងlogin មុនហ្នឹងអញ្ចឹងឥឡូវខ្ញុំធ្វើការប្រើ command ls ហ្នឹងមានន័យថា list directory content អញ្ចឹង content ដែលខ្ញុំបានបង្កើតវានឹង list មកអូខេអញ្ចឹងវាមានប៉ុណ្ណឹងហើយឥឡូវយើងធ្វើការឈប់យើងធ្វើការ change directory តិចឥឡូវ directory មិញខ្ញុំមាននេះមាន home ហើយ David អញ្ចឹងឥឡូវធ្វើការ cd ទៅ David អូខេឥឡូវចូលហើយឥឡូវបើយើងចង់ត្រឡប់ទៅ root របស់យើងវិញយើង cd មកអូខេវាត្រឡប់ទៅ root មាន2អូខេខ្ញុំចូលអញ្ចឹងឥឡូវបន្ទាប់យើងធ្វើការចូលមកដល់ file operation command អញ្ចឹងឥឡូវយើងធ្វើការបង្កើត file អញ្ចឹងធ្វើការបង្កើត file ឈ្មោះ killer អូខេហើយ ls នេះគឺ list មើល file របស់យើងដែលយើងបានបង្កើតអូខេ killer ដែលយើងបានបង្កើតមិញហើយ management su10 text ហ្នឹងដែលខ្ញុំបានបង្កើតពីមុនមកសម្រាប់ command បន្ទាប់ទៀតគឺ echo show នៅ text ទៅ file របស់យើងអូខេឥឡូវខ្ញុំធ្វើការសរសេរ hello you want to server អូខេវានឹង load មក you want to server ហើយបន្ទាប់មកយើងធ្វើការ delete អញ្ចឹងបើយើងចង់ delete file តែយើង list នៅក្នុងហ្នឹងឥឡូវមាន David Killer management ហើយ u10 text អញ្ចឹងឥឡូវយើងធ្វើការ delete file របស់យើងនៅក្នុងហ្នឹងមាននេះ u10 text អូខេឥឡូវយើងធ្វើការ delete ហើយឥឡូវយើងធ្វើការ list វាម្ដងទៀតខ្ញុំចង់ដឹងថាវាបាត់ចេញពី directory របស់យើងមែនអត់ file របស់យើងអញ្ចឹងឥឡូវបាត់ហើយឥឡូវខ្ញុំធ្វើការ delete មួយទៀតអូខេ wait killer អូខេអញ្ចឹងវានឹងបាត់ហើយសម្រាប់ command បន្ទាប់ទៀតយើង run ទៅលើls.a មានន័យ show នៅ hidden file របស់យើងហើយមួយទៀត ls.lh អានេះដូចជា file ដែលយើងបានបង្កើតមកវា total មានដូចទំហំ file ដែលយើងបង្កើតនឹងមានប្រហែល 4k នេះអាចនឹង 4KB អញ្ចឹងកន្លែងនេះខ្ញុំធ្វើការបង្កើត directory operation អូខេនឹងធ្វើការ list មើលវាអូខេអញ្ចឹងអា Q ហើយfile ដែលយើងបង្កើតនេះគឺយើងបង្កើតនៅ directory កន្លែង touch នេះយើងធ្វើការបង្កើត file ធម្មតាអញ្ចឹងបើយើងចង់ delete ទៅលើ directory ហ្នឹងខ្ញុំនឹងសាក run command មួយទៀតឥឡូវខ្ញុំធ្វើការបង្កើត file operator គេវាមិនឃើញវាមានពណ៌ខុសគ្នាអញ្ចឹងឥឡូវខ្ញុំធ្វើការdelete នៅ directory operation ច
Trong vi invite option ឥឡូវយើងចូលមក comment ថ្មីបន្តទៀតយើងប្រកាសជាចង់ដឹងថា host name យើង host អីគេ system name របស់យើងការ host name គឺ Ubuntu server host របស់យើងមកហើយ df នេះគឺ this use របស់យើងអញ្ចឹងវានឹង show មក information use man available man ហើយ mount on ទៅលើអីគេដែរហើយសម្រាប់ free ហើយ dash x នេះគឺ memory info ចឹង memory យើងវា show មកអានេះសិតតែ memory ឬក៏មានស្រាប់ដែលយើងបង្កើតនៅពេលដែលយើងបង្កើត Ubuntu server អញ្ចឹងយើងធ្វើការ run ទៅលើ test connection អូខេឃើញថាពេលដែលយើង test ទៅលើ pin Google ហ្នឹងគឺវាដើរចឹងមានន័យថាវាមានអ៊ីនធឺណិតនៅក្នុងហ្នឹងហើយហ្នឹងសម្រាប់ network command ចឹងឥឡូវខ្ញុំធ្វើការ clear វាអូខេចឹងឥឡូវវានៅដើរចឹងឥឡូវបើយើងបើសិនជាវាដើរអញ្ចឹងយើងអត់ដឹងថាគួរបញ្ចប់វាមិនព្រោះវា load មកអញ្ចឹងយើងប្រើ shortcut ប្រើ control C ដើម្បីបញ្ចប់ comment ហ្នឹងអញ្ចឹង comment ហ្នឹងគឺ stop ត្រឹមហ្នឹងអញ្ចឹងឥឡូវយើងអានេះគឺជា shortcut មួយបើយើងចង់ clear screen យើងអាចប្រើ shortcut control L បានវាដូចតែយើងប្រើ clear ដែរទេ comment អានេះវាជា shortcut key ដែលយើងប្រើបើយើងចង់លឿនID នេះគឺវាបាន show នៅ ID របស់ខ្ញុំ show user របស់យើង info របស់យើងហើយ passwd passwd នេះគឺយើងចង់ change នៅ password របស់យើងអញ្ចឹងខ្ញុំធ្វើការវាយ current password របស់យើងហើយវានឹង load ឲ្យ new password ឲ្យយើងដូរអូខេវាឲ្យយើង retry ម្ដងទៀតដើម្បី confirm នៅ password ថ្មីរបស់យើងអូខេអញ្ចឹង password update successful ហើយទេអញ្ចឹងឥឡូវយើងចង់ add user បន្ថែមចង់ user add name ឈ្មោះ controller controlអូខេអញ្ចឹងដោយសារយើងអត់មាន permission សម្រាប់ទៅ add user បន្ថែមcomment job អានេះlist background job ps aux អានេះ less ទៅ process ដែលយើង run ការពីមុនមកមានច្រើនដូចតែយើងបានឃើញអញ្ចឹងហើយយើងអាចនឹងមាន comment តិចតួចទៀតអូខេសម្រាប់sudo apt update នេះគឺយើង update ទៅលើ packet របស់យើងអញ្ចឹងវាត្រូវការ password មកខ្ញុំតំដោអូខេអញ្ចឹងវាត្រូវការ update packet របស់យើង
từ list từ version trong khỏi anh thôi ca chăm bị sáng người chết hỏi ấy ok kênh tha dương ban update từ ấy thì dương nơi miền cái hai tha up remove hay năng install package tiệt chân những show nơi là IP address bao dương xem map comment khang lơ nắng chân xem map video nhóm cứ run basic comment nắng cứ miền tập năng tế chân ở sông ở con lục húជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម AU10 អញ្ចឹងថ្ងៃនេះខ្ញុំបានមកធ្វើវីដេអូដែលយើងនឹងត្រូវ run comment មួយចំនួននៅក្នុង Ubuntu server របស់យើងមាន update install យើង enable នៅ service ឬក៏ check status និង allow service មួយចំនួនអញ្ចឹងឥឡូវយើងធ្វើការ run ទៅលើ server របស់យើងអូខេចឹងឥឡូវវាកំពុងតារានអូខេចឹងយើងធ្វើការ import លើ username របស់យើងអូខេឥឡូវយើងបានចូលមកដល់ server របស់យើងហើយអញ្ចឹងយើងធ្វើការ run command ទី1គឺយើង update នៅ package server របស់យើងimport password ចូលអូខេអញ្ចឹងយើងបាន update package របស់វាហើយអញ្ចឹងឥឡូវយើងធ្វើការ install នៅ open SSH server អូខេអញ្ចឹងខ្ញុំបាន run រួចរាល់ចូលដល់ command ទី3យើងធ្វើការ enable វាម្ដងអូខេចាំតិចហើយយើងធ្វើការ check status របស់វាឃើញថាម៉ាស៊ីនហ្នឹងSSH យើងហ្នឹងគឺវាបានដំណើរការវា active ចឹងយើងធ្វើការ allow វាមួយទៀត allow SSH អូខេចឹងឥឡូវយើងធ្វើការ check IP យើងអូខេឃើញថា IP យើងគឺ 192.168.100.187 អូខេឥឡូវយើងធ្វើការបើកនៅ PowerShell របស់យើងធ្វើការ ping វាចង់ដឹងថាវាដើរអត់ 192.168.100.187 អូខេចឹងឃើញថាវាដើរវាស្គាល់ចឹងឥឡូវយើងធ្វើការដាក់ username របស់យើងចាំតិចអូខេយើងវាយ SSH username របស់យើង add ហើយយើង input ID របស់យើងចូល192.168.100.187
100 ចុច 187 អូខេយ៉ាវាយើងថា input password យើងចូលអូខេឥឡូវយើងបានចូលមកហើយវាក៏ភ្ជាប់ដែរយើង pwd មើល hostname អូខេអញ្ចឹងវីដេអូ run នៅ comment យើងបន្ទាប់lab ទី3នេះគឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសូមអរគុណជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម AU10 អញ្ចឹងថ្ងៃនេះខ្ញុំចូលមកធ្វើវីដេអូម្ដងទៀតហើយនឹងគឺជាវីដេអូលើកទី5អញ្ចឹងថ្ងៃនេះយើងមក run នៅ comment ពាក់ព័ន្ធជាមួយ hardware monitor អញ្ចឹងឥឡូវយើងធ្វើការ start នៅ server យើងទាំងអស់គ្នាអូខេយើងធ្វើការ login ទៅលើ server របស់យើងអូខេអញ្ចឹងចំណុចដំបូងយើងធ្វើការ run នៃ command s cpu អូខេយើងឃើញពាក់ព័ន្ធមួយ CPU model របស់យើងមាន bio អូខេអញ្ចឹងឥឡូវយើងចូលមក top នេះគឺជា real time CPU យើងឬក៏ process អញ្ចឹងនេះគឺជា user យើងអញ្ចឹងដោយសារវាជាប់នៅនឹងយើងចុច control C មកដើម្បីចូលនៅ comment ថ្មីអូខេអញ្ចឹងយើងកន្លែង X top នេះគឺជារបៀបដូចជា time manager នេះមាន memory CPU យើងមាន test uptime load average ជាដើមការ control C ទៀតមកដើម្បី run command បន្តទៀតគឺ sensor okay free តើវីដេអូនេះគឺជា memory ដែលយើងបានបង្កើតសម្រាប់ command បន្តទៀតយើងចូល df.x នេះគឺជា time file របស់យើងមាន size ប្រមាណ មេប្រមាណ g ហើយនៅ available ប្រមាណហើយវា mount ទៅលើអីអូខេអញ្ចឹងឥឡូវយើងចូលមកកាន់ command បន្តទៀតអូខេនេះគឺជា command បន្ទាប់ហើយ command បន្ទាប់ទៀតគឺ IPA គឺ IP address យើងសាកភ្ជាប់នៅក្នុងនេះមកគេឃើញថាវាអត់ដាទេយើងចូល command បន្ទាប់ទៀតហើយនឹង command បន្ទាប់ទៀតនេះគឺការ check status ទៅលើ SX ទៅការ password អូខេមួយទៀតគឺយើង check ទៅលើ network interface របស់យើងដោយសារវាអត់ install អូខេហើយដូច IPA ដែរ IF state នេះគឺ network use របស់យើងតែដោយសារយើងអត់ទាន់ install ឥឡូវយើង install សាកមើលអូខេ
ឥឡូវយើងសាក run ម្ដងទៀតបន្ទាប់ពីយើង install ហើយនេះ network usage របស់យើងអូខេដើម្បី stop យើង control C មកនេះគឺ speed test យើងត្រូវការ install វាដែរខ្ញុំសាក install អូខេចឹងឥឡូវយើងធ្វើការ run ឃើញថាវាអត់មានទេឥឡូវយើងចូល command បន្ទាប់ទៀតអញ្ចឹង command បន្ទាប់ទៀតគឺយើង shut down ទៅលើ machine របស់យើងណាអូខេឃើញថាវា shut down server អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណលោកគ្រូ
ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងproject midterm អញ្ចឹងproject midterm យើងថ្ងៃនេះយើងធ្វើពីការបង្ហាញនៅ user ដើមរបស់យើងហើយនឹងយើង switch ទៅកាន់user ថ្មីរបស់យើងនិងបង្កើត folder ដើម្បី link នៅក្នុង folder ថ្មីរបស់យើងហើយបន្ទាប់មកយើងធ្វើការ exit ដើម្បីត្រឡប់មក user ដើមរបស់យើងវិញអញ្ចឹងឥឡូវយើងធ្វើការ start នៅ server របស់យើងអូខេឥឡូវយើងបានចូលមកដល់ server វិញឥឡូវយើងធ្វើការ login ទៅលើ user ដើមរបស់យើងអូខេអញ្ចឹងឥឡូវខ្ញុំបង្ហាញពី user របស់ខ្ញុំឈរនៅលើ home ហើយ user របស់ខ្ញុំ David ធ្វើមកហើយអញ្ចឹងឥឡូវយើងធ្វើការ add ទៅលើ user របស់យើងអូខេឥឡូវយើងបានបង្កើតនៅ user របស់យើងហើយអញ្ចឹងឥឡូវយើងធ្វើការ set password ទៅលើ user របស់យើងអូខេអូសេខអូខេចុះឥឡូវយើងធ្វើការ switch user អូខេឥឡូវយើងធ្វើការឈរនៅលើ user ថ្មីហើយធ្វើការ pwd whoami user ដែលខ្ញុំបានបង្កើតមិញអញ្ចឹងឥឡូវយើងធ្វើការដាក់បង្កើត folder មួយអូខេយើងធ្វើការបង្កើតហើយអញ្ចឹងឥឡូវយើងធ្វើការបង្កើតមួយទៀតអូខេចឹងឥឡូវយើងធ្វើការ exit ដើម្បីចូលមកកាន់ user ដើមយើងវិញអូខេឥឡូវយើងចូលមកកាន់ user ដើមយើងវិញហើយយើងនឹងវាយ comment ដើម្បីស្វែងរកតន័យដែលយើងបានបង្កើតមិញអូខេអញ្ចឹងuser ក្រុមគេមកអស់ហ្នឹងគឺដែលខ្ញុំបង្កើតមុននឹងបន្តិចអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូអំពី project midterm prepare វីដេអូទី2ដែលយើងត្រូវ
record ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងគ្រប់ហើយ file permission នៅក្នុង Linux អញ្ចឹងនៅក្នុងនោះយើងមាន create group មាន create ជា file ហើយនឹងយើង change file permission ហើយនឹងមួយទៀតគឺយើងកំណត់ access សម្រាប់ user មួយចំនួនហើយនឹងកំណត់ access មួយ user មួយចំនួនទៀតអត់អាច access ទៅ user ផ្សេងទៀតអញ្ចឹងឥឡូវយើងធ្វើការ start server របស់យើងអញ្ចឹងឥឡូវយើង login user របស់យើងអូខេអញ្ចឹងលក្ខខណ្ឌគឺយើងបង្កើតfile ឬក៏គ្រប់នឹងតាមរយៈយើង connect ជាមួយ SSH server អញ្ចឹងឥឡូវយើងធ្វើការឆែកទៅលើ IP address យើងដើម្បីយើង connect ជាមួយ SSH server របស់យើងអូខេអូខេឥឡូវយើងបាន connect បានរួចរាល់ហើយអញ្ចឹងជាដំបូងគឺយើងបង្កើតក្រុម add developer UI UI ហើយនឹង develop អូខេឥឡូវយើងធ្វើការ add ក្រុមសិនអូខេឥឡូវយើងធ្វើការមើលអញ្ចឹងក្រុមដែលយើងបង្កើតអូខេអញ្ចឹងក្រុមដែលយើងបង្កើតមាននេះ develop UI UI ហើយនិង developer អញ្ចឹងជំហានបន្ទាប់យើង delete ក្រុម developer ហើយយើងឆែកមើលថាក្រុមនឹងបាន delete នៅចឹងឃើញថាគ្រប់មិញលើនេះយើងមាន developer ចឹងនៅក្រោមនេះយើងបានលុបហើយឥឡូវយើង create ម្ដងទៀតអូខេអញ្ចឹងគ្រប់ developer បាន create មកវិញហើយអញ្ចឹងចូលជំហានបន្តទៀតគឺយើង create text file ដែលមាន developer UI UI ហើយនិង develop អូខេធ្វើការ create file
ok chẳng dương lì mới lấy đỏ này và lại một cách mình UI develop hay là developer nên chẳng lấy dương bàn bạc cà rụt rố hay là dương bàn lì mờ rụt rố lấy dương thưa ca chain permission file tầng ở nắng từ bầm bờ hà phèm ở lại ok chân pha tầng óc cứ bàn chain permission tới bầm bờ hà phèm tầng ở cứ bay pha lại nhầm bàn bạc cát hay đây chấm đọc môi tiết cứ dương chấm tích nơi chấm đọc môi tiết cứ dương cần đặt ai group developer nâng dụ ái ai cho xa tàu pha developer chẳng là thưa ca cầm nặng thế okay. Dương cần đặt permission ai group develop develop process ok chẳng xem video bỏ nhóm cứ mình tập bản năng xong ở con